bạn chắc nhầm sâu này nó bị rụm hiệp cái cameraสำหรับភាពប្រើ SIM របស់យើងទៅជាមួយនឹង app ទូរស័ព្ទណាបាទអញ្ចឹងជាដំបូងបងប្អូនចូល Play Store មកបាទហើយបងប្អូនទាញយក app V បាទ380 Pro ណាបាទអញ្ចឹងបងប្អូនវាយតាមខ្ញុំមកបាទ V បាទ380 Pro បាទឬក៏380 Pro ក៏បានដែរបាទបងប្អូន select ទៅបាទអញ្ចឹងវាចូលទៅកាន់ app ហ្នឹងណាបាទអញ្ចឹងបងប្អូន download យក app នេះណាបាទដូចខ្ញុំបង្ហាញនេះបាទ V 380 Pro ណាបាទចូលបងប្អូនចុចដំឡើងទៅបាទហើយចាំបន្តិចបាទចាំ app ពេញបាទអញ្ចឹងខ្ញុំសូមខានបន្តិចដើម្បីឲ្យ app ឆាប់ពេញងាយស្រួលក្នុងការបង្ហាញបងប្អូនបន្តណាបាទអញ្ចឹងបន្ទាប់ពីពេញហើយបងប្អូនចុចបើកមកបាទបាទអញ្ចឹងត្រង់ចំណុចនេះបងប្អូនចុចគ្រីសណាបាទបងប្អូនចុចគ្រីសទៅហើយបងប្អូនចុចអក្សរខាងស្ដាំបាទបងប្អូនចុចអក្សរខាងស្ដាំបាទបងប្អូនចុចអក្សរហ្នឹងមកបាទបន្តមកទៀតបាទមកដល់ផ្ទាំងនេះបងប្អូនអស់ណាបាទអស់មកហើយចុចពាក្យ set នេះណាបាទហើយ get បាទមកដល់ចំណុចនេះបាទបងប្អូនត្រូវ register ណាបាទបងប្អូនចង់ register ដោយប្រើ email ក៏បានបាទឬក៏ធ្វើការភ្ជាប់ជាមួយនឹង Facebook នៅខាងក្រោមក៏បានណាបាទអញ្ចឹងមកន័យថាបងប្អូនចង់ភ្ជាប់ដោយប្រើ email ក៏បានបាទភ្ជាប់ជាមួយនឹង Facebook បាទ link ជាមួយ Facebook ផ្ទាល់ក៏បានណាបាទការ link ជាមួយ Facebook គឺគេស្រួលទេបងប្អូនគ្រាន់តែ connect ចូល Facebook ទៅគឺអាច link ចូលបានហើយតែក្នុងវីដេអូនេះខ្ញុំសូមណែនាំដោយបង្កើតតាមរយៈ email ព្រោះ email វាពិបាកអញ្ចឹងខ្ញុំសូមណែនាំបងប្អូនពីការដំឡើងបាទក៏ដូចជាភ្ជាប់តាមរយៈ email វិញណាបាទអញ្ចឹងនៅពេលដែល Facebook គឺបងប្អូនងាយស្រួលទេបាទអញ្ចឹងបងប្អូនចុចមកបាទមកដល់ចំណុចនេះបាទបងប្អូនត្រូវដាក់នៅអាស័យដ្ឋានបាទតំបន់ណាបាទអញ្ចឹងបងប្អូនចុចទៅលើ place នៅខាងលើហ្នឹងមកបាទមកដល់ត្រង់ចំណុចនេះបងប្អូនជ្រើសយកពាក្យ AC ណាបាទហើយបន្តទៀតយក confirm បាទមកដល់ត្រង់ចំណុចនេះបងប្អូនវាយ email បងប្អូនចូលណាបាទនេះខ្ញុំវាយ email របស់ខ្ញុំបាទជាគំរូរបស់ខ្ញុំណាបាទខ្ញុំវាយ email ខ្ញុំចូលអញ្ចឹងបងប្អូនវាយ email បងប្អូនចូលទៅណាបាទនេះខ្ញុំសូមបិទបាំងតិចណាបាទអញ្ចឹងបងប្អូនដាក់ email ចូលបាទដើម្បីឲ្យ app ផ្ញើសារចូលមកកាន់ email របស់យើងណាហើយបងប្អូនត្រូវប្រកាសថាបងប្អូនមាន email នេះគឺអាចទទួលសារបានណាបាទអញ្ចឹងបងប្អូនចុចតិចទៀតមកបាទអញ្ចឹងបងប្អូនរងចាំតិចហើយបងប្អូនចូលទៅកាន់អញ្ចឹងបងប្អូនចូលទៅកាន់ email របស់បងប្អូនណាបាទអញ្ចឹងបងប្អូន select បាទឬក៏មើលទៅលើ email បងប្អូនត្រឹមត្រូវហ្នឹងគឺ email ដែលបងប្អូនបានដាក់ចូលទៅក្នុង app ហ្នឹងណាបាទអញ្ចឹងចាំតិចនេះ app ផ្ញើសារមកហើយបាទចាំបងប្អូនមើលឬក៏ select ចូលមើលឲ្យតែច្បាស់បាទមើលលេខកូដបាទលេខកូដទាំងប្រហែលខ្ទង់ហ្នឹងបាទមាន4ឬក៏6ខ្ទង់ដែល app ផ្ញើមកហ្នឹងបងប្អូនមើលហើយចូលមកបំពេញត្រង់កន្លោននេះណាបាទអញ្ចឹងបងប្អូនវាយចូលមកបាទបន្តទៀតចុចគ្រីសមកបាទបញ្ជាក់បាទបងប្អូនបញ្ជាក់បានត្រឹមត្រូវបាទបងប្អូនចុចនេះទៀតបាទមកដល់ត្រង់ចំណុចនេះបងប្អូនត្រូវបង្កើត password ណាបាទអញ្ចឹងបងប្អូនត្រូវបង្កើត password បាទអញ្ចឹងបងប្អូនបំពេញខាងលើមកបាទហើយចំពោះ password នេះបងប្អូនត្រូវបំពេញឲ្យបានត្រឹមត្រូវហើយរឹងមាំណាបាទបងប្អូនមានអក្សរធំបាទផ្ដើមដោយអក្សរធំទៅបាទហើយប្រហែលអក្សរទៀតមកហើយបូករួមនឹងលេខណាបាទបូករួមនឹងលេខអញ្ចឹងបងប្អូនវាយចូលមកនេះខ្ញុំគាត់តែឧទាហរណ៍ទេបាទខ្ញុំគាត់តែឧទាហរណ៍បាទបន្តមកទៀតខាងក្រោមបងប្អូនដាក់ដូចគ្នានឹងខាងលើណាបាទ password បាទដាក់ដូចគ្នាជាមួយនឹង password ខាងលើបាទអញ្ចឹងបងប្អូនវាយដូចគ្នាមកបាទចឹងរួចរាល់ហើយបាទបងប្អូនផ្ទៀងមើលហើយបងប្អូនចុចconfirm ណាបាទហើយបងប្អូនកុំភ្លេចscreenshot ទុកផងបាទកុំភ្លេចថតគឺកត់ត្រាទុកផងបាទ confirm បាទមកដល់ត្រង់ចំណុចនេះបាទបងប្អូនចុចយករក្សាទុកណាបាទតែចំពោះខ្ញុំបាទគឺខ្ញុំយកខាងក្រោមបងប្អូនចុចយកខាងលើទៅបាទខ្ញុំយកខាងក្រោមដោយសារតែខ្ញុំគាត់តែធ្វើវីដេអូតេស្តទេបាទខ្ញុំចុចអត់គ្រប់ទាន់ណាតែបងប្អូនយករក្សាទុកទៅបាទមកដល់ចំណុចនេះគឺរួចរាល់ហើយបាទបងប្អូនចុចប៉ះទៅលើផ្ទៃអេក្រង់រហូតទៅបាទអញ្ចឹងបងប្អូនអាចបង្កើត app បានហើយណាបាទ